នេះក៏ក្បាលវីដេអូឲ្យបងប្អូនមើលចាប់ត្រីមកយកបងប្អូនហើយគ្មានបានដេកគ្មានបានពួនអីទេសបាយចាប់ត្រីពេកកុំឲ្យតែបានដេកអត់ដេកក៏អត់ទៅឲ្យតែបានចាប់ត្រីហើយនឹងក្តាមកែបចឹងណាបងប្អូនលោតឡើងលោតចុះរបស់យកឯងចាប់មួយលោតមួយនិយាយថាមកយប់ហ្នឹងចាប់បានតែប៉ុណ្ណេះឯងបងប្អូនហើយចិត្ត3គីឡូដែរបងប្អូនហើយត្រីស្រែសវោណាត្រីដៃនេះក្តាមខ្ញុំមិនសូវចាប់ផងស្វាតចាប់តែត្រីព្រោះឃើញត្រីច្រើនពេកឡើងច្រើនពេកអញ្ចឹងប្រឡែងក្តាមចោលចាប់ត្រីម្ដងបងប្អូនព្រោះថានេះក្បាលវីដេអូបងប្អូនណាលឹបឡើងមកប្រហើយឆ្ងំជើមអាកូនពូជណាអីរតនារួចនេះខ្ញុំមកក្រោយគេបងប្អូនគេចាប់ហើយភាសាផងនេះទឹកឡើងល្អខ្វល់វាឡើងតាំងពីព្រៀងម៉ោង1ម៉ោង2បងប្អូនហើយនេះនៅក្រោយឆ្មៅកើបជើបមានអីណារតនារួចហើយស្បៃអូណាគេប្រធានសិតតែចាប់ឡើងទក់ឆ្មៅអស់បងប្អូនចាប់យប់មិញនិយាយថាវាឡើងដល់កហើយត្រីចិត្ត20គីឡូត្រីមិនចាប់តែខ្ញុំទេណាចាប់3 4នាក់បងប្អូនហើយនៅអ្នកដតីទៀតនេះកំពុងវេទនាឥឡូវខ្ញុំដើរទៅចាប់ត្រីទក់មួយទៀតអញ្ចឹងណាបងប្អូនត្រីទក់នៅមុខមួយទៀតវាចូលថ្មបាត់ហើយវាឃើញខ្ញុំនៅពីលើវាឲ្យចូលថ្មប្លុកមើលបងប្អូននេះណែយ៉ាងងើមអានេះឆ្លាតដល់វាឃើញឯងទៀតវាចូលថ្មចូលអីណាចាប់បានហើយរត់ទៅណារួចត្រីទូបងប្អូននេះខ្ញុំចាប់ពេលព្រឹកទេហើយនិយាយថាវាឡើងរហូតមកនេះវាឡើងវាស្ទឹងមកអញ្ចឹងណាវាឡើងមកលើវាសបាយដៃវាភ្លៀងមក4 5ម៉ោងដែរមានស្អីទៀតវាបានដៃវាឡើងនោះឡើងនិយាយថានេះខ្ញុំចាប់បានពីនេះពេលព្រឹកណាដល់ក្បាលវីដេអូហ្មងចាប់បានប៉ុណ្ណឹងបងប្អូននេះអានេះខ្ញុំចាប់ហើយមកវានេះយកមកដាក់ផ្ទះសិនអញ្ចឹងណាហើយបើថាក្តាមនេះក្តាមយកមិនអត់ទេគាត់ថាខ្ញុំមិនយកខ្ញុំសវ៉ាទៅចាប់ត្រីអញ្ចឹងណាហើយអានេះខ្ញុំយកមកដាក់ផ្ទះសិនខ្លាចវាងាប់ដោយសារយើងដាក់តិចគឺអត់មានអីដាក់អញ្ចឹងណាហើយនេះប្លង់បានប៉ុណ្ណេះឯងកែប1គីឡូត្រី1គីឡូហើយត្រី3គីឡូតែលក់1គីឡូក្តាម2គីឡូអញ្ចឹងណាបងប្អូនលក់យកលុយចាយអីចឹងទៅបើយើងអត់មានលុយចាយយើងមកលក់យើងហូបមិនអស់បើច្រើនពេកទុកតែមកល្មមហូបប៉ុណ្ណេះបានស្លមកជូរខួរក្តាមនិយាយថាជាតិនោះជាតិបងប្អូននេះយើងប្រោះត្រីដែរទេក្រាញ់ត្រីទក់បាទយើងទុកប៉ុណ្ណឹងទៅហូបប៉ុណ្ណឹងឯងហូបច្រើនពេកយើងលក់យកលុយចាយខ្លះសិតតែរបស់ស្រែសុតចឹងណាក្តាមនិយាយថាក្តាមនៅស្រុកខ្ញុំយកមិនអស់ទេវីដេអូមានប៉ុណ្ណឹងអរគុណបាយបាយ